ខ្ញុំមកប្រទេសកូរ៉េនេះការងារដែលខ្ញុំសម័យណាខ្ញុំចង់ធ្វើណាតាក់ទងនឹងការងារគ្រឿងឡានអ្វីដែលខ្ញុំសម័យខ្ញុំចង់ធ្វើការនៅក្នុងប្រទេសកូរ៉េតែជាក់ស្ដែងក៏ពិតទៅការគិតរបស់យើងណាម្នាក់ម្នាក់គឺខុសគ្នាទាំងអស់បងប្អូនទៅបងប្អូនគិតថាមកធ្វើការក្នុងប្រទេសកូរ៉េបងប្អូនធ្វើការភេទនេះភេទនោះយទៅបងប្អូនខ្លះចង់ធ្វើការភេទចំណីអាហារបងប្អូនខ្លះទៀតចង់ធ្វើការខាងប្រភេទតឡើងផ្សារដែកឆាបកប៉ាល់ឆាបអីហ្នឹងទៅនិយាយទៅការគិតគឺខុសគ្នាទាំងអស់តែបើសម្រាប់ការគិតរបស់ខ្ញុំមកធ្វើការក្នុងប្រទេសកូរ៉េខ្ញុំចង់ធ្វើការប្រភេទតឡើងគ្រឿងឡានបងប្អូនប្រភេទគ្រឿងឡានហ្នឹងណាហើយការងារក្នុងប្រទេសកូរ៉េណាបងប្អូនគឺតំបន់ដែលយើងមកតំបន់ទី1ខ្ញុំជឿជាក់ថាអត់សូវមានតំបន់ដែលរស់នៅរៀងល្អប៉ុន្មានទេវាច្រើនគឺតំបន់ដាច់ស្រយាលគឺឆ្ងាយក្រុងឆ្ងាយទៅអត់សូវមានម៉ាតអត់សូវមានអីទេណាតំបន់និយាយចំទៅគឺបើនិយាយថាដូចនៅខ្មែរយើងណាតំបន់ស្រុកស្រែណាមកស្រុកស្រែហើយដូចរោងចក្រទី2ដែលខ្ញុំដូរការងារនេះគឺស្រុកស្រែខ្លាំងបងប្អូនដាច់ស្រយាលខ្លាំងនៅនេះមានតែភ្នំហើយរោងចក្រគាត់មានដែរបងប្អូនមានរោងចក្រដែលខ្ញុំធ្វើការនេះមួយទេហើយនិយាយចំទៅឆ្ងាយពីក្រុងយើងត្រូវចំណាយពេលកន្លះម៉ោងដែរដើម្បីទៅតំបន់ទីក្រុងគឺនិយាយបានថាទៅកន្លែងយកដែលយើងជិះរថភ្លើងជិះអីធ្វើដំណើរឆ្ងាយឆ្លងខេត្តអីចឹងទៅហើយបើតាមបបសរបស់ខ្ញុំរោងចក្រទី1ទី2នេះគឺឆ្ងាយដូចគ្នាទេបងប្អូនឆ្ងាយពីក្រុងដូចគ្នាហើយបើសិនជាបងប្អូនធ្លាក់ឈ្មោះមកណាក្នុងប្រទេសកូរ៉េខ្ញុំជឿជាក់ថាវាខុសពីការគិតរបស់យើងទាំងអស់ហើយព្រោះការគិតរបស់យើងចង់ធ្វើការប្រភេទអីគ្រឿងឡានចឹងទៅខាងចំណីហាចឹងទៅហើយដល់ពេលមកដល់វាច្រើនការងារខ្ញុំជឿជាក់ថា100សង្ឃថា100លើ100ហើយវាច្រើនការងារភេទផ្សារនិងការងារភេទដែកចឹងទៅគេថាភេទហ្នឹងគឺសង្ឃថា90%ហើយដែលបងប្អូនខ្មែរយើងមកជួបហើយមួយទៀតទៅមកវាច្រើនប៉ះតកែពិបាកការងារអត់ល្អការងារអត់ស្តង់ដារការងារកក្រិចអញ្ចឹងណាវាច្រើនគឺជួបបញ្ហាអញ្ចឹងច្រើនហើយរោងចក្រទី1មកថាខ្ញុំថាគេទេវាច្រើនបញ្ហាអញ្ចឹងបើសិនជាបងប្អូនមកប៉ះកន្លែងស្អាតការរស់នៅល្អសិតតែថាប៉ុនបងប្អូនខ្ពស់ហើយបើតាមបងប្អូនបបសោតអ្នកមកមួយខ្ញុំណាហោះលក្ខណៈជីហោះមកវិញគ្នារៀនវគ្គខ្លីមកវិញគ្នាវាច្រើនមក95នាក់ហើយការងារពិបាក95នាក់ហើយលក្ខណៈមក100នាក់ការងារពិបាក95នាក់ហើយការងារដែលស្តង់ដារវាច្រើនមកជួបតែតិចទេគាត់ថាការងារស្តង់ដារការងារល្អហ្នឹងវាច្រើនអត់មានម៉ោងថែមទេបងអត់មានម៉ោងថែមលក្ខណៈថាការងារធ្វើចាំសុកវិញទៅវាខែបាន2លានតិចតួចទៅបើគិតលុយដុល្លារទៅបាន1000ជាងដែរបើយើងដកចាយវាយផ្សេងទៅវាអាចសល់1000ឬក៏800 700ទៅតាមបងប្អូនផ្សេងការចំណាយចំណូលខ្លួនឯងចឹងណាហើយបើសិនជាការងារប្រភេទដែលយើងចង់បានខែច្រើនបងប្អូនដែលមករយៈទី1ចំការងារប្រភេទយប់ថ្ងៃអាហ្នឹងជឿជាក់ថាប្រាក់ខែរៀងច្រើនបងប្អូនរៀងច្រើនជាងការងារដែលធ្វើថ្ងៃសុទ្ធណាហើយដូចខ្ញុំនិយាយចឹងរោងចក្រទី1វាច្រើនការងាររៀងពិបាកហើយតំបន់គឺដាច់ស្រយាលខ្លាំងហើយព្រោះពិបាកជាងគេគឺធ្វើដំណើរយើងចង់ទៅណាទៅណីទៅលេងមិត្តភ័ក្តិអីចឹងគឺរៀងពិបាកជាងតំបន់ដែលនៅទីក្រុងហើយបើសិនជាបងប្អូនមកបាននៅតំបន់ទីក្រុងក៏មានឱកាសល្អដែរបងប្អូនឱកាសល្អគឺអីគេបងប្អូនគឺបងប្អូនបានរៀនភាសាកូរ៉េបន្ថែមព្រោះថាតំបន់ទីក្រុងដូចជាតំបន់នៅ031ខាងខ្យងគីដូអីវាច្រើនមានសាលាឯកជនសាលារដ្ឋអធិស្ឋានបងសាលារដ្ឋដែលរៀនជាមួយខាងក្រសួងកូរ៉េហ្នឹងគឺមានច្រើនអញ្ចឹងបងប្អូនមានឱកាសធ្វើការត្រឹមថ្ងៃសុក្រអីចឹងបងប្អូនគួរឆ្លៀតពេលរៀនទៅបើដូចខ្ញុំចេះឆ្ងាយបងប្អូនត្រូវទៅរៀនអីចាយពេលប្រហែលជាម៉ោងជាងដែរក៏ជិះឡានក្រុងហើយជាពិសេសបងប្អូនដែលអត់ចូលចិត្តជិះឡានក្រុងឡើយយើងជិះទៅពលបងប្អូនប្រហែលជាបងប្អូនដូចខ្ញុំដែរខ្ញុំជឿជាក់សម្រាប់ខ្ញុំជិះឡានក្រុងអត់សូវប្រកែទេបងប្អូនគឺពលទៅណាទៅណីច្រើនខ្ញុំចង់ជិះរថភ្លើងទេខ្ញុំចូលចិត្តជិះឡានក្រុងទេដោយសារវាពលហ្នឹងហើយយើងធ្វើដំណើរទៅរៀនទៀតការងារយើងហត់ទៀតនិយាយចំទៅគឺពិបាកជាងបងប្អូននៅទីក្រុងឆ្ងាយបើសិនជាបងប្អូននៅតំបន់031នៅចិត្តក្រុងឡើយណាជិះរថភ្លើងក្រោមដីរថភ្លើងវាយកាតហ្នឹងគឺស្រួលបងប្អូនហើយសាលាចិត្តទៅយើងមានឱកាសយើងរៀនទៅបងប្អូនជឿខ្ញុំទៅមានឱកាសគួររៀនទៅឲ្យបានចេះទៅគឺងាយស្រួលយើងផ្លាស់ប្ដូរការងារក៏ស្រួលតាមនឹងដូចគ្នាហើយនិយាយចំទៅបើយើងចេះទៅការងារក៏ស្រួលប្រាក់ខែពេលខ្លះទៅតកែខ្លះទៅគេឲ្យប្រាក់ខែយើងខ្ពស់ជាងអ្នកដែលអត់ចេះហើយ
តាមតំបន់ខ្លះណាតាមក្រុមហ៊ុនខ្លះមួយចំនួនណាមិនមែនទាំងអស់ទេបើដូចក្រុមហ៊ុនចាស់របស់ខ្ញុំបើសិនជាបងប្អូនចេះការងារជាច្រើនចេះភាសាច្រើនប្រហែលជាល្អឡើយណាគាត់តែយកចិត្តទុកដាក់មកយើងណាព្រោះខ្ញុំឃើញថាបើយើងចេះរៀងច្រើនចេះភាសាច្រើនទោះបីមេការក៏ដោយតកែក៏ដោយគេអត់សូវពៀនយើងទេព្រោះគេខ្លាចច្បាប់នៅក្នុងប្រទេសទេបើសិនជាអត់ចេះសោះវាច្រើនមេការតកែវាច្រើនគេនិយាយឡើយណាថារៀងឡើយនិយាយបានថារៀងពៀនយើងអញ្ចឹងណាភាសាអត់សូវល្អស្ដាប់អញ្ចឹងទៅដើម្បីនិយាយមកយើងបើសិនយើងចេះកូរ៉េយើងច្រើនគេអត់សូវហ៊ាននិយាយពីលើមកយើងទេបងប្អូនអញ្ចឹងហើយនេះគឺជាផលប្រយោជន៍ច្រើនដែរសម្រាប់អ្នកបងប្អូនដែលចេះភាសាកូរ៉េអញ្ចឹងហើយបើសិនមានឱកាសនៅតំបន់ទីក្រុងបងប្អូនគួររៀនទៅជឿខ្ញុំបងប្អូនព្រោះអត់ចេះដូចខ្ញុំអីចេះស្ដាយវេទនាបងប្អូនធ្វើការលក្ខណៈកាយវិការនិយាយគេនិយាយមកស្ដាប់អត់បានទេអត់បានហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនព្រោះចង់និយាយវីដេអូនេះគឺតាក់ទងនឹងមករយៈទី1ណាវាច្រើនចាក់ស្ដាយគឺតំបន់ដាច់ស្រយាលតំបន់ដែលស្ងាត់មនុស្សអីចឹងទៅដូចជាក់ស្ដែងដូចនៅកន្លែងខ្ញុំនេះពិបាកបងប្អូនអើយចង់ទៅណាទៅណីក៏ចំណាយពេលយូរដែរចង់ទៅលេងណាលេងណីលេងមិត្តភក្តិលេងអីក៏ចំណាយពេលយូរដូចគ្នាហើយនិយាយពីជាជនកូរ៉េក៏គេចង់រស់នៅដែរតំបន់នេះគឺមានផ្ទះជាជនកូរ៉េតិចតួចដែរមានតែចាស់ទេអត់មានលក្ខណៈណាក្មេងទេណាបងប្អូនដែររស់នៅតំបន់ដាច់ស្រយាលបងប្អូនប្រហែលជាដឹងហើយថាជាជនកូរ៉េគឺច្រើនគេនៅតែទីក្រុងដែរទេគេចូលចិត្តបែបស្រុកស្រែជនបទចឹងទេព្រោះលក្ខណៈថាការរស់នៅវាពិបាកជាងនៅទីក្រុងអញ្ចឹងហើយគេច្រើនគេចង់នៅតែទីក្រុងហើយវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចsubscribe channel YouTube របស់ខ្ញុំអ្នកមួយផងបងប្អូនអរគុណច្រើនបងប្អូន